បាទសូមជម្រាបសួរហើយស្វាគមន៍សម្រាប់ការចូលរួមទស្សនាវីដេអូបង្រៀនកម្មវិធី Microsoft Excel បាទថ្ងៃនេះខ្ញុំនឹងបង្រៀនអំពីមូលដ្ឋានគ្រឹះរបស់កម្មវិធី Microsoft Excel សម្រាប់មេរៀនទី1បាទហើយមាន3ចំណុចដែលខ្ញុំនឹងលើកយកមកបង្ហាញនៅថ្ងៃនេះគឺទាក់ទងជាមួយនឹងការបើកកម្មវិធីហើយនាំឲ្យស្គាល់ពីទម្រង់ទូទៅខាងក្រៅបាទហើយនឹងការលាក់ឬក៏បង្ហាញផ្នែកមួយចំនួនរបស់កម្មវិធីចឹងខ្ញុំនឹងចាប់ផ្ដើមនិយាយពីចំណុចទី1គឺការបើករបៀបបើកកម្មវិធី Microsoft Excel លោកអ្នកអាចស្វែងរក icon របស់ Excel នៅលើ desktop ហើយ double click គឺចុចពីរដងជាប់គ្នាដើម្បីបើកវាឬក៏អាចចុចនៅលើ start ហើយវាយពាក្យថា Excel បាទ enter ឬក៏យក mouse ទៅចុចនៅលើនេះតែម្ដងបាទនេះគឺជាទម្រង់ទូទៅនៅផ្នែកខាងក្រៅរបស់ Excel ដែលលោកអ្នកនឹងឃើញនៅផ្នែកខាងលើគេហៅថា Quick Access Toolbar មាន Title Bar ហើយនឹងWindow Control Button ណាចំណែកនៅផ្នែកខាងក្រោមលោកអ្នកនឹងឃើញមាន Tab ជាច្រើនបាទដែល Tab ទាំងអស់ហ្នឹងគុំចូលគ្នាបង្កើតបានទៅជា Ribbon ណាចឹង Tab ទាំងអស់ហ្នឹងរួមបញ្ចូលគ្នាគេហៅថា Ribbon ចឹងនៅក្នុង Ribbon គឺមាន Tab ហើយមាន Group ណាគេហៅថាក្រុមបែងចែកនៅក្នុងលើ tab មួយត្រូវបានបែងចែកទៅជាក្រុមផ្សេងគ្នាសម្រាប់ឧបករណ៍បញ្ជាទៅលើកម្មវិធី Microsoft Excel បាទហើយយើងនឹងសិក្សាលម្អិតទៅលើឧបករណ៍ទាំងអស់នេះនៅមេរៀនក្រោយទៀតតែថ្ងៃនេះខ្ញុំគ្រាន់តែបង្ហាញអំពីរូបរាងខាងក្រៅគ្រាន់តែណែនាំឲ្យស្គាល់ត្រួសសិនបាទហើយនៅលើប្រអប់មួយនេះគេហៅថា name box គឺជាប្រអប់សម្រាប់បង្ហាញអំពីឈ្មោះរបស់ cell ដែលយើងបាន select ផ្នែកកន្លែងនេះគឺគេហៅថា formula bar ចឹងពេលដែលយើងវាយបញ្ចូលទិន្នន័យនៅក្នុងប្រអប់ដែលយើងបាន select គឺវាបង្ហាញទាំងក្នុងប្រអប់ហើយនៅលើ formula bar នោះដែរបាទហើយរាល់ពេលដែលលោកអ្នកយក mouse ទៅចុចនៅលើប្រអប់ណាមួយលោកអ្នកនឹងឃើញប្រអប់នោះនឹងមានបន្ទាត់ក្រាស់ព័ទ្ធជុំវិញបាទរាងខ្មៅក្រាស់ជាងគេដើម្បីបញ្ជាក់ថា cell នោះគឺជា cell ដែលយើងបាន select ហើយនៅលើប្រអប់ខ្មៅនោះគឺមានចំណុចតូចមួយបាទចំណុចតូច4ជ្រុងមួយគេហៅថាជា fill handle បាទសម្រាប់ប្រើប្រាស់នៅពេលក្រោយខ្ញុំនឹងបញ្យល់បន្ថែមចំណែកឯផ្នែកខាងស្ដាំលោកអ្នកនឹងឃើញមានកន្លែងសម្រាប់រង្កិលគេហៅថា scroll bar vertical scroll bar ហើយនិង horizontal scroll bar នៅផ្នែកខាងក្រោមលោកអ្នកនឹងឃើញមានអក្សរ ABC ដែលតំណាងឲ្យជួរឈរគេហៅថា column heading បាទហើយមានជួរដេកតែមានលេខរៀងតំណាងឲ្យចំនួនជួរដេកបាទអញ្ចឹងសូមបង្ហាញតិចដើម្បីលោកអ្នកដឹងថាតើក្នុង Excel 2010មានជួរដេកចំនួនប៉ុន្មានបើខ្ញុំចុច control ហើយចុចសញ្ញាគ្រូចុះក្រោមវានឹងរំកិលទៅដល់ជួរដេកដែលចុងក្រោយគេបង្អស់ដែលមានតួលេខគឺស្មើនឹង1,48,576ជួរដេកបាទខ្ញុំចុចត្រឡប់ទៅវិញបាទចំណែកឯជួរដេកបើសិនជាវាជាអក្សរបែបនេះលោកអ្នកពិបាកដឹងចំនួនជួរដេកនេះណាអញ្ចឹងដើម្បីឲ្យដឹងប្រកបអ្នកអាចចូលទៅកាន់ file option ចុចនៅលើ formula ហើយជ្រើស tick នៅត្រង់ប្រអប់ R1C1 reference style ចុច OK បាទវានឹងបដូរទៅជាលេខរៀងឥឡូវខ្ញុំចុច control ហើយនឹងសញ្ញាព្រួយទៅស្ដាំវានឹងប្រាប់ខ្ញុំថា column ចុងក្រោយគេបង្អស់គឺមានចំនួនលេខ 16384 បាទអញ្ចឹងខ្ញុំចុច control home back ត្រឡប់មកវិញចុច file ដដែល option គិតនៅលើ formula ទៅដោះអានឹងវិញពីព្រោះខ្ញុំតែងតែប្រើ column ដែលជាអក្សរ ABC បាទហើយចំណែកនៅផ្នែកខាងក្រោមលោកអ្នកនឹងឃើញមាន sheet 1 sheet 2 sheet 3បាទគេហៅថា worksheet tab ហើយនឹងមានកន្លែងសម្រាប់បន្ថែម worksheet ថ្មីហើយកន្លែងនេះគឺប្រើសម្រាប់ពង្រីកឬក៏បង្រួមបាទទៅលើផ្ទាំងការងារនៅក្នុង Excel ហ្នឹងបាទគេហៅថា zoom control button ឬក៏លោកអ្នកអាចចុចនៅលើសញ្ញាខាងclick ហើយចាប់ទាញទៅលើសញ្ញានេះគេហៅថា zoom slider បាទហើយកន្លែងចំណុចទាំងអស់ហ្នឹងគឺគេអាចលាក់បានបាទហើយពេលដែលយើងបើកមកក្នុង Excel ពេលខ្លះត្រូវបានគេលាក់ពេលដែលយើងប្រើកុំព្យូទ័ររួមគ្នាដូចជានៅតាមបណ្ណាល័យឬក៏នៅសាលារៀនអញ្ចឹងអាចមានអ្នកណាគាត់ចេះទៅគាត់លាក់លេងអញ្ចឹងទៅ
ចឹងលោកអ្នកត្រូវដឹងពីវិធីនៃការបង្ហាញផ្នែកទាំងអស់នៅក្នុង Excel ចឹងជាធម្មតាខ្ញុំនឹងចាប់ផ្ដើមបង្ហាញពីចំណុចទី1 Quick Access Toolbar គេអាចរំកិលវាពីលើចុះមកក្រោមបានដោយចុចសញ្ញាព្រួយនេះនិយាយពាក្យថា Show below the ribbon បាទចឹងចង់ឲ្យវាទៅនៅខាងលើវិញបាទ Show above the ribbon ហើយទៅលើ ribbon លោកអ្នកអាចចុចសញ្ញាព្រួយឡើងលើនេះដើម្បីបង្រួមវាឲ្យតូចបាទចឹងលោកអ្នកមើលអត់ឃើញទេតើតើលោកអ្នកយក mouse ទៅចុចនៅលើ tab ណាមួយបានឃើញពេលដែលដក mouse ចេញពីហ្នឹងវាបាត់ទៅវិញបាទចឹងពិបាកប្រើគឺលោកអ្នកអាចចុចនៅលើសញ្ញាព្រួយនេះត្រឡប់មកវិញសម្រាប់ formula bar ឬក៏ name box លោកអ្នកអាចបាត់វាដែរក្នុងករណីដែលគេចូលទៅកាន់ view ចុចដោះកន្លែង formula bar ចុចដោះកន្លែង heading បាទបាត់ formula bar បាត់ heading អស់គេចុច grid line បាត់នឹងបន្តទៅទៀតបាទគឺយើងត្រូវចូលទៅកាន់ view វិញចុច grid line ដើម្បីបង្ហាញ color បន្តបញ្ជើងចុច heading ដើម្បីបង្ហាញអក្សរ ABC ហើយចុច formula bar ដើម្បីឃើញ name box និង formula bar បាទនេះជាកន្លែងទី1ដែលគេអាចលាក់ formula bar ឬក៏ heading ហើយនៅផ្នែកខាងក្រោមគឺជាកន្លែង zoom នោះលោកអ្នកអាចធ្វើការចុច mouse ខាងស្ដាំបាទហើយដោះវាបាទដោះ zoom slider ដោះ zoom ចេញលោកអ្នកនឹងបាត់កន្លែងធ្វើការបរិយាឬក៏បង្រួមបាត់ហើយអាចចុច mouse ខាងស្ដាំទៅលើកន្លែង status bar នឹងវិញចុចទៅលើ zoom ចុចទៅលើ zoom slider ដើម្បីវាបង្ហាញមកវិញបាទពេលយើងចុចនៅលើកន្លែង view shortcut នេះគឺបាត់កន្លែង view សម្រាប់ view document យើងចឹងខ្ញុំចុចនៅលើនឹង mouse ស្ដាំហើយចុច view shortcut វិញតែម្ដងមួយវិញទៀតអ្នកតោជាមួយនឹងចំណុចទាំងអស់ហ្នឹងគេអាចធ្វើការលាក់វាបានផងដែរនៅក្នុងកន្លែងមួយផ្សេងទៀតគេហៅថា file option បាទចុចទៅលើ advanced បាទឥឡូវឧបមាថាខ្ញុំចង់លាក់ tab នេះកុំឲ្យឃើញបាទខ្ញុំអាចចុះរំកិលចុះមកក្រោមនៅត្រង់កន្លែងdisplay option for this workbook បាទអញ្ចឹងខ្ញុំអាចបាទខ្ញុំអាចដោះ tick នៅត្រង់កន្លែង show sheet tab នេះហើយខ្ញុំចុច OK អញ្ចឹងបាត់ worksheet លោកអ្នកមើល worksheet លេខឃើញហើយអញ្ចឹងនេះជាការដោះលាក់ worksheet ខ្ញុំចូលទៅកាន់កន្លែងនឹងដដែល advanced បាទអញ្ចឹងខ្ញុំនឹងបង្ហាញអស់ហើយពុំមកថាលោកអ្នកដោះនៅត្រង់កន្លែង display option for this workbook មិញហ្នឹងបើលោកអ្នកដោះ horizontal scroll bar ដោះ vertical scroll bar ហើយចុច OK បាទបាត់អស់រលីងសូម្បីតែកន្លែងសម្រាប់ scroll ទាញចុះទាញឡើងមើលឡើងលើចុះក្រោមឆ្វេងស្ដាំបាទមួយទៀតខ្ញុំចូលទៅកាន់ option ដដែលចុច advanced ដដែលអង្គចុះក្រោមមួយផ្នែកទៀតគឺ display option for this worksheet បាទកាលណាខ្ញុំដោះ show row and column header បាទហើយ show grid line បាត់អស់តែម្ដងអញ្ចឹងលោកអ្នកពិបាកក្នុងការប្រើប្រាស់អញ្ចឹងនេះជាកន្លែងដែលយើងអាចដាក់ឬក៏ដោះយើងនឹងទៅចូលទៅដាក់វាវិញ file option advanced ហើយខ្ញុំចុចទៅលើ option for this workbook ខ្ញុំនឹងដាក់ horizontal vertical scroll bar ហើយនឹងបង្ហាញ worksheet tab នៅខាងក្រោមវិញហើយ show row and column header គឺដើម្បីឲ្យចេញអក្សរ ABC ហើយនឹងលេខ1លេខ2ហើយមួយទៀតគឺ show grid line ដើម្បីឲ្យឃើញ color ដូចធម្មតាវិញហើយខ្ញុំចុច OK បាទនេះជាវិធីនៃការដោះឬក៏ដាក់ផ្នែកមួយចំនួននៅក្នុង Excel ចំណែកឯ worksheet នៅចំណែកឯ tab នៅខាងលើនេះក៏គេអាចលាក់បានដែរគេអាចចុចមកខាងស្ដាំយកពាក្យថា customize the ribbon បាទហើយទៅដោះ tick ប្រអប់ណាមួយឬក៏គេអាចចូលទៅកាន់ file option ហើយចុចនៅលើពាក្យថា customize the ribbon ឧបមាថាគេដោះ tick នៅកន្លែង home tab នេះចោលបាទខ្ញុំចុច OK អញ្ចឹង home tab ខ្ញុំបាត់ណាអញ្ចឹងខ្ញុំរកកន្លែងដូរ font អក្សរដូរទំហំអក្សរឲ្យលេងឃើញណាអញ្ចឹងខ្ញុំអាចទៅដាក់វាមកវិញដោយចុចមកខាងស្ដាំយកពាក្យថា customize the ribbon ហើយ tick នៅលើប្រអប់tab home ហ្នឹងចុច OK មកវិញមក
អញ្ចឹងវាបង្ហាញមកវិញដូចដើមខ្ញុំអាចមានកន្លែងសម្រាប់ផ្លាស់ប្ដូរ font នេះបានធម្មតាបាទអញ្ចឹងនេះគឺជាបច្ចេកទេសនៅក្នុងការលាក់ឬក៏បង្ហាញផ្នែកចំនួននៅក្នុង Excel បាទសង្ឃឹមថាលោកអ្នកស្វែងយល់អំពីរូបរាងខាងក្រៅរបស់កម្មវិធី Excel ហើយនៅមេរៀនបន្ទាប់ទៀតយើងនឹងចាប់ផ្ដើមសិក្សាពីចំណុចបន្ទាប់ទៅលើការប្រើប្រាស់ឧបករណ៍បញ្ជាទៅលើកម្មវិធី Microsoft Excel បាទអញ្ចឹងសូមអរគុណសម្រាប់ការចូលរួមទស្សនាហើយបើសិនជាលោកអ្នកពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ like ហើយនិង subscribe ទៅលើ channel របស់ខ្ញុំបាទសូមជូនពរសុខភាពល្អទាំងអស់គ្នាជម្រាបលា